ខ្ញុំជាស្ត្រីស្អាតបំផុតនៅប្រទេសកម្ពុជាខ្ញុំត្រូវហុំព័ទ្ធដោយមនុស្សប្រុសរាល់ពេលដែលខ្ញុំចេញទៅក្រៅប៉ារបស់ខ្ញុំគឺជា CEO ដ៏មានឥទ្ធិពលបងប្រុសទាំងពីរគឺជាមហាសេដ្ឋីអំណោយនៅផ្ទះគេជូនគោដូចភ្នំដោយសារតែរូបរាងដ៏ស្អាតទាក់ទាញរបស់ខ្ញុំក្រៅពីទៅសាលារៀនពួកខ្ញុំនៅឲ្យខ្ញុំចេញក្រៅតតែសោះខ្ញុំជាក្មេងស្រីតែម្នាក់គត់ក្នុងគ្រួសាររបស់ខ្ញុំម្ដាយរបស់ខ្ញុំបានចាក់ចេញនៅពេលខ្ញុំរៀននៅសាលាបឋមសិក្សាក្រោយពីម្ដាយខ្ញុំទទួលមរណភាពខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅមន្ទីរពេទ្យដ៏ល្អបំផុតក្នុងប្រទេសខ្ញុំមិនបានចេញពីមន្ទីរពេទ្យទេរហូតដល់មួយឆ្នាំក្រោយមកចាប់តាំងពីពេលនោះមកបុរស3នាក់ក្នុងគ្រួសារខ្ញុំធ្វើឲ្យខ្ញុំរស់សប្បាយចិត្តឪពុកខ្ញុំថែមទាំងទិញខ្សែមួយខ្សែតម្លៃរាប់លានទៀតឲ្យខ្ញុំទោះបីជាខ្ញុំស្រឡាញ់ពួកគេខ្លាំងណាស់ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាពួកគេទៅឆ្ងាយពេកអាវីអសរគៀមមួយចំនួន3នៅក្នុងផ្នែកមតិយោបល់នឹងបង្ហាញអត្តសញ្ញាណរបស់អ្នកការដើរទិញអីវ៉ាន់របស់សាឡាបែលដ៏ស្រស់ស្អាតស្ត្រីដែលចាយលុយច្រើនរវល់តែរវល់ Aquaman មិនបានអ្នកនៅលីវមើលថាអ្នកជាអ្វីម្នាក់គត់ដែលចាត់ទុកខ្ញុំដូចមនុស្សធម្មតានោះជាអ្នកចិត្តខាងខ្ញុំឈ្មោះឌួនយូយើងបែកគ្នាតាំងពីនៅតូចពេលខ្ញុំជួបគ្រោះថ្នាក់នាងនៅក្បែរខ្ញុំការពារខ្ញុំជានិច្ចទោះជាយ៉ាងណាក៏ដោយពេលវេលាដ៏ល្អមិនមានរយៈពេលយូរទេដៃរបស់ឌួនយូបានទទួលការអញ្ជើញទៅសម្ដែងនៅទីក្រុងប៉ារីសពួកគេត្រូវផ្លាស់ទីខ្ញុំក្រៀមក្រំណាស់គាត់បានព្យាយាមលាក់ខ្លួនប៉ុន្តែត្រូវបានបងប្រុសពីរនាក់របស់គាត់រកឃើញបន្ទាប់ពីឌួនយូចាក់ចេញខ្ញុំគ្មានមិត្តខ្ញុំបានខ្លាចជាឯកោខ្លាំងណាស់រហូតដល់មួយយប់ជាច្រើនឆ្នាំក្រោយមកស្រាប់តែខ្ញុំបានឃើញវីដេអូមួយតាមពិតគឺឌួនយូគាត់បានពេញកំឡោះនឹងសង្ហាគាត់គឺជាអ្នកសរសេរភ្លុកអាហារបារាំងវាមានអ្នកតាមដាន10លានអ្នកគួរឲ្យភ្ញាក់ផ្អើលខ្ញុំដេកពេញមួយយប់មើលវីដេអូរបស់គាត់ទាំងអស់ខ្ញុំចង់ទុកសារមួយឲ្យគាត់ប៉ុន្តែខ្ញុំមិនដឹងថាត្រូវវាអ្វីទេប្រហែលជាគាត់ភ្លេចខ្ញុំរួចហើយក្នុងពេលជាមួយគ្នាខ្ញុំបានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិខ្ញុំជាកីឡាករដែលមានចំណូលចិត្តខ្ពស់បំផុតក្នុងការឈ្នះជើងឯកខ្ញុំត្រូវតែឈ្នះជើងឯកនៅគ្រប់ការចំណាយទាំងអស់គឺជាជំនួយដ៏អស្ចារ្យដល់ក្រុមហ៊ុនអំពីរបស់ឪពុកខ្ញុំកំពុងធ្វើឲ្យខ្ញុំថប់ដង្ហើមឈឺគឺជាមិត្តតែមួយគត់របស់ខ្ញុំតោះទៅភោជនីយដ្ឋានដែលអ្នកចូលចិត្តប្រហែលជាអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុនឈឺបានកុំងម្ហូបដែលខ្ញុំចូលចិត្តជាច្រើនស្រាប់តែមានប្រុសសង្ហាម្នាក់ដើរចូលមកក្មេងស្រីទាំងអស់នៅក្នុងភោជនីយដ្ឋានកំពុងសម្លឹងមើលគាត់ភ្លាមនោះគាត់បានមើលមកខ្ញុំបង្ហាញស្នាមញញឹមដ៏មានមន្តស្នេហ៍គាត់ថែមទាំងញញឹមដាក់ខ្ញុំទៀតផងមុខរបស់ខ្ញុំប្រែជាក្រហមភ្លាមប្រញាប់ងាកមើលទៅឆ្ងាយពេលយើងចេញទៅខ្ញុំបានដើរទៅលើគម្រាមប្រឡាក់ប្រេងខ្ញុំស្ទើរតែដួលប្រុសសង្ហាម្នាក់នោះស្រាប់តែចាប់ដៃខ្ញុំប្រយ័ត្នមុខរបស់ខ្ញុំក្រហមទាំងស្រុងក្រោកពីការដួលអាឈឺបង្វើខ្លួនដោយរំភើបហើយនិយាយថាក៏ខ្ញុំឈ្មោះមរងហ្វឺមិនខ្ញុំមិនដែលឃើញអ្នកពីមុនមកខ្ញុំឈ្មោះវងយ៉ែនខ្ញុំមិនសូវចេញទៅក្រៅញឹកញាប់ទេជួបគ្នាពេលក្រោយខ្ញុំចាប់អាឈឺហើយរត់ចេញពីភោជនីយដ្ឋានយ៉ាងលឿនចាប់តាំងពីពេលនោះមកខ្ញុំតែងតែរត់ទៅរកគាត់នៅភោជនីយដ្ឋានម៉ោងខ្ញុំចូលចិត្តគាត់កាន់តែខ្លាំងយប់មួយនៅពេលដែលយើងត្រឡប់ពីការបរិច្ឆេទរបស់យើងគាត់បានថាបខ្ញុំនោះគឺជាការថាបដំបូងរបស់ខ្ញុំមិនត្រឹមតែចូលចិត្តគាត់ទេឪពុកនិងបងប្រុសរបស់ខ្ញុំក៏ចូលចិត្តគាត់ខ្លាំងដែរគាត់ជាកូនប្រុសរបស់មហាសេដ្ឋីអ្នកនឹងកាន់តែតឹងនេះមានប្រយោជន៍ច្រើនដល់ក្រុមហ៊ុនទំនាក់ទំនងរបស់យើងបានបង្កឲ្យមានការចាប់អារម្មណ៍នៅសាលាអេស៊ីគឺជាគូប្រជែងដ៏ធំបំផុតរបស់ខ្ញុំក្នុងការប្រឡងសម្រស់ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកកោតសរសើររបស់ម្រងផងដែរដោយសារតែទំនាក់ទំនងរបស់ម្រងគាត់ស្អប់ខ្ញុំគាត់ព្យាយាមគ្រប់យ៉ាងដើម្បីបំផ្លាញទំនាក់ទំនងរបស់យើងប៉ុន្តែម្រងមិនបានសំបីតែសម្លឹងមើលគាត់ថ្ងៃមួយខ្ញុំបានមកថ្នាក់រៀនការរកឃើញដ៏រន្ធត់របស់ខ្ញុំជួនយ៉ាពិតជាអង្គុយលើតុរបស់ខ្ញុំតើអ្នកមកទីនេះដោយរបៀបណាខ្ញុំស្ទុះទៅអបគាត់យ៉ាងតឹងអ្នកមើលទៅសង្ហាជាងក្នុងវីដេអូទៅទៀតអញ្ចឹងម្រងដើរចូលចាប់ដៃខ្ញុំភ្លាមតើគាត់ជានរណាគាត់គឺជាមិត្តរបស់ខ្ញុំកាលពីកុមារភាពឥឡូវនេះគាត់ជាតារាដ៏ធំមួយខ្ញុំមិនដែលបានឮពីតារាល្បីនេះទេគុំស្ដាប់យីយ៉ែនខ្ញុំគ្រាន់តែជាចុងភៅប៉ុណ្ណោះអ្វីបានជាអ្នកត្រឡប់មកវិញខ្ញុំបានត្រឡប់មកជាមួយម្ដាយរបស់ខ្ញុំខ្ញុំនឹងរស់នៅទីនេះជារៀងរហូតនាពេលអនាគតខ្ញុំនៅតែចង់រំលឹកតែម្រងរីនាងមកវិញទៅក្រោយនិយាយគ្នាខ្ញុំអាចនិយាយលាគាត់ដោយស្ទាក់ស្ទើរអនុស្សាវរីយ៍ពីកុមារភាពរីករាយវាក៏ចាប់ផ្ដើមនៅក្នុងចិត្តរបស់ខ្ញុំម្ដងទៀតលួនយូមកផ្ទះខ្ញុំនៅពេលល្ងាចយើងបាននិយាយគ្នាជាយូរមកហើយគាត់បានប្រាប់ខ្ញុំអំពីការរស់របស់គាត់នៅទីក្រុងប៉ារីសនិងរបៀបរៀនធ្វើម្ហូបយូយ៉ែនមិនបានឃើញនាងច្រើនឆ្នាំមកហើយអ្នកនៅតែស្រស់ស្អាតខ្លាំងណាស់អរគុណហើយកាន់តែសង្ហាដូចដែលគាត់រៀបនឹងចាក់ចេញភ្លាមនោះម្ដងបើកទ្វារវាជាឯងម្ដងទៀតកូនលួនយូញឹមហើយចាក់ចេញគាត់មានភាពចាស់ទុំជាងមុនក៏មានភាពដ៏អស្ចារ្យនៅក្នុងសម្លៀកបំពាក់ផងដែរនៅពេលដែលម្ដងនឹងខ្ញុំនៅជាមួយគ្នាអ្វីដែលខ្ញុំអាចគិតបានគឺលួនយូខ្ញុំក៏ចាប់ផ្ដើមតាក់ទងគាត់ជាញឹកញាប់ខ្ញុំពិតជារីករាយណាស់ដែលបាននៅជាមួយគាត់ជាពិសេសការក្រឡេកមើលដល់ក្តៅគុករបស់គាត់វាធ្វើឲ្យរាងកាយទាំងមូលរបស់ខ្ញុំចុកខ្សោយនិយាយតាមត្រង់ខ្ញុំពិតជាចូលចិត្តអារម្មណ៍នេះណាស់នៅម្ខាងទៀតម្ដងបន្តទិញអំណោយគ្រប់បែបយ៉ាងឲ្យខ្ញុំពួកគេថែមទាំងឲ្យខ្ញុំនៅរថយន្តទំនើបមួយគ្រឿងទៀតផងលួនយូនិងខ្ញុំបានប្រកួតគ្នាយ៉ាងសាហាវនាពេលថ្មីនេះដូចជាគាត់ហៀបនឹងថាបខ្ញុំមូរងបានបង្ហាញខ្លួនភ្លាមតើអ្នកកំពុងធ្វើអ្វីខ្ញុំរុញលួនយូចេញដោយភ័យខ្លាចខ្ញុំច្រឡំខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេការប្រកួតប្រជែងសម្រស់កាន់តែខិតចូលមកដល់គ្រាន់តែនៅពេលនេះខ្ញុំពោពេញដោយការរំពឹងទុកអាហ្វីចោទខ្ញុំថាលួចរបស់គាត់នេះគឺមិនអាចទៅរួចទេខ្ញុំមានផូស្តាងគាត់បានលួចខ្សែរបស់ខ្ញុំវាត្រូវបានលាក់នៅក្នុង locker របស់គាត់ខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកអ្នកបានកុហកហេតុអ្វីបានជាខ្ញុំលួចខ្សែថប់របស់អ្នកបន្ទាប់មកខ្ញុំនឹងបញ្ចុះបញ្ចូលអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំរកឃើញមិនគួរឲ្យជឿខ្សែពិតជាត្រូវបានដាក់នៅក្នុងថតរបស់ខ្ញុំឯស្ថានទាំងជូនដំណឹងដល់នាយកសាលាទៀតផងគ្រប់គ្នាសម្លឹងមកខ្ញុំយ៉ាងចម្លែករួមទាំងម្រងខ្ញុំមិនអាចលួចខ្សែរបស់នាងបានទេដោយសារតែប៉ាគាត់ធ្លាប់ឲ្យខ្សែមួយខ្សែតម្លៃរាប់លានដល់ខ្ញុំលក្ខណៈសម្បត្តិប្រកួតប្រជែងរបស់អ្នកត្រូវបានលុបចោលគាត់ក៏ត្រូវផ្អាកការសិក្សាមួយសប្តាហ៍ផងដែរខ្ញុំរត់ចេញពីការិយាល័យនាយកទាំងយំគ្នាគិតថាខ្ញុំជាចោរគ្មាននរណាម្នាក់ជឿខ្ញុំទេអញ្ចឹងលួនយូដើរទៅជិតយូយ៉ានតើអ្នកសុខសប្បាយជាទេកុំខ្វល់ពីខ្ញុំអ្នកប្រហែលជាគិតថាខ្ញុំជាចោរដែរមែនទេខ្ញុំមិនដែលគិតបែបនោះទេខ្ញុំដឹងថាអ្នកជាមនុស្សបែបណាប៉ុន្តែមនុស្សនៅសាលាមិនជឿខ្ញុំទេរួមទាំងម្រងខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេពេលខ្ញុំយំគាត់អបខ្ញុំយ៉ាងតឹងមិនអើពើពួកគេ
ខ្ញុំនឹងដោះស្រាយរឿងនេះមួយសប្តាហ៍ក្រោយមកខ្ញុំបានមកដល់សាលារៀនមនុស្សនៅតែសម្លឹងមកខ្ញុំដោយកែវភ្នែកចម្លែកមានតែដួនយូដែលសុខចិត្តនៅជាមួយខ្ញុំទំនាក់ទំនងរបស់យើងកាន់តែជិតស្និទ្ធគាត់បើកឡានជូនខ្ញុំទៅផ្ទះរាល់ថ្ងៃប្រគួតសម្រាប់នៅសល់មួយខែទៀតទេអេសេបានខ្លាចជាចំណូលចិត្តធំបំផុតខ្ញុំចង់ឈ្នះរងលេងជាជាងគាត់គឺជាអេដលរបស់ខ្ញុំទោះបីជាខ្ញុំត្រូវបានគេដកសិទ្ធិពីការប្រកួតក៏ដោយប៉ុន្តែដួនយូទូចឲ្យខ្ញុំវឹកហាត់ប្រហែលជាអ្នកនឹងត្រូវបានចងចាំអ្នកត្រូវរៀបចំជាមុនថ្ងៃមួយពេលខ្ញុំមកសាលារំពេចនោះជើងខ្ញុំខ្សោយនាងបានដួលសន្លប់ភ្លាមខ្ញុំត្រូវបានគេប្រញាប់បញ្ជូនទៅមន្ទីរពេទ្យហើយវេជ្ជបណ្ឌិតល្អបំផុតទាំងអស់សម្រាប់ខ្ញុំបានសន្លប់អស់រយៈពេល2សប្តាហ៍ពេញមករងបានចាក់ចេញបន្ទាប់ពីមើលមកខ្ញុំយ៉ាងណាក៏ដោយដួនយូមកជាមួយខ្ញុំរាល់ថ្ងៃពួកគេក៏បានកោះហៅមករងនេះគឺជាពេលដែលមករងហ្វូត្រូវការអ្នកបំផុតមិនសមនឹងគាត់តតែសោះនេះគឺជាមិត្តស្រីរបស់ខ្ញុំមិនអាស្រ័យលើអ្នកដើម្បីធ្វើការសម្រេចចិត្តនោះទេវេជ្ជបណ្ឌិតឈានដល់ការសន្និដ្ឋានបន្ទាប់ពីការពិគ្រោះយោបល់ខ្ញុំមានជំងឺតម្រងនោមដកកម្រមួយការបដូរតម្រងនោមគឺចាំបាច់ភ្លាមឪពុកខ្ញុំក៏មានជំងឺតម្រងនោមដែរគាត់មិនអាចបរិច្ចាគបានទេហើយបងប្រុសរបស់ខ្ញុំទាំងពីរនាក់នៅបរទេសខ្ញុំមិនមានពេលនៅសល់ទេតបមកម្រងស្រាប់តែបាត់ខ្លួនពេលវេលារបស់ខ្ញុំជិតអស់ហើយអ្វីដែលខ្ញុំបានឮជួនយកបានបរិច្ចាគក្រលៀនមួយការវះកាត់បានជោគជ័យប៉ុន្មានសប្តាហ៍ក្រោយមកខ្ញុំចេញពីមន្ទីរពេទ្យបន្ទាប់ពីត្រឡប់មកផ្ទះវិញដួនយូអំដំណើរខ្ញុំរាល់ថ្ងៃមុនការប្រកួតនៅពេលដែលអេសេដាក់ខ្សែនៅក្នុងទូរបស់ចង់លេងចាប់បានគាត់ចង់ដកចេញពីចំណូលចិត្តផ្សេងទៀតដើម្បីឈ្នះជើងឯកសេត្រូវបានគ្រប់ខ្លួនហើយខ្ញុំត្រូវបានគេដោះលែងបានចូលមកប្រកួតប្រជែងវិញនៅពេលខ្ញុំបានទទួលសារបានខ្លាចជាភ័យខ្លាំងណាស់គ្រាន់តែធ្វើវាដូចដែលអ្នកចង់នៅក្នុងការបណ្ដុះបណ្ដាលធម្មតាខ្ញុំមានមោទនភាពចំពោះអ្នកខ្ញុំបានអបអរយ៉ាងតឹងសូមអរគុណសម្រាប់ថ្ងៃនៃការប្រកួតប៉ារបស់ខ្ញុំបានរៀបចំរ៉ូបដ៏ស្រស់ស្អាតបំផុតសម្រាប់ខ្ញុំបងប្អូនពួកគេបានជួលអ្នករចនាម៉ូដដ៏ល្អបំផុតនៅក្នុងប្រទេសសម្រាប់ខ្ញុំពួកគេអង្គុយនៅជួរទី1ខ្ញុំបានសាទរនិងអបអរចំពោះគាត់ខ្ញុំក៏ពោពេញដោយទំនុកចិត្តពេលនៃវិវរណៈខិតមកដល់យ៉ាងលឿនចង់លេងទទួលបានចំណាត់ថ្នាក់លេខ2ជើងឯកគឺវងយ៉ែនខ្ញុំពិតជាបានចំណាត់ថ្នាក់លេខ1មែនខ្ញុំរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកភ្លាមនោះមករងស្រាប់តែទាញខ្ញុំចេញពីឆាកខ្ញុំអង្រួនគាត់ដោយបង្ខំឲ្យព្យាយាមត្រឡប់ទៅឆាកវិញប៉ុន្តែបន្ទាប់មកគាត់ចាប់ខ្ញុំយ៉ាងខ្លាំងកណ្ដាប់ដៃដួនយូម៉ាផ្ទះមកគាត់ពងវែងអូនមិនល្អសម្រាប់គាត់រងរត់ចេញទាំងយំនាងមើលមកខ្ញុំដោយភាពទន់ភ្លន់របស់ក្មេងបេះដូងរបស់ខ្ញុំមានអារម្មណ៍ថាវាត្រូវបានរលាយដោយល្បឿនលឿនអ្នកគឺស្រស់ស្អាតណាស់សម្រស់របស់ខ្ញុំគឺសម្រាប់តែអ្នកប៉ុណ្ណោះ